Rương ní tiên, mật tập hiếp rầu biếng cần đo nâng khải. Cả pi preng ní miên sắt khải mùi ba rùa nơi lờ đám chơ thùng mùi. Ngày mùi vía ban khơi priên prey mà nẹ mộc lộc đã sầm nanh đám bấy tệ chập sạch. Mình tích còi một miền vốn sạch priệp dạng tràn ban ho một cho chật chầm nấy nơi lơ đây rồi hốt rồi bố plik luôn hai có trời chọp sầm nanh rồi bỏ priên prey tèm óc khnia mình ai ho chênh rủi lại. Mê vốn sạch priệp đại miên prạch nhá ban prap tơ sầm ai chất tèm óc công ao xuân slau pân té trời rùm chất nâng rùm sài cầm lắng khnia đòi ho láng lơ không pê tai mũi tèm prom tèm nom vô sầm nanh nốt tơ chi mùi phong. វងសัตว์ព្រាបក៏ព្រមព្រៀងគ្នារួចហោះនាំសំណាញ់នោះឡើងទៅលើមេឃកិច្ចផុតពីដៃព្រានព្រៃបានដោយជោគជ័យសត្វខែដែលទុំនៅលើដើមឈើបានឃើញហេតុការណ៍ដ៏អស្ចារ្យនេះក៏កើតក្តីងឿងឆ្ងល់និងចង់ដឹងថាតើវងសัตว์ព្រាបទាំងនោះនឹងហោះទៅណាហើយដោះស្រាយសំណាញ់នោះដោយរបៀបណាទើបវាក៏ហោះតាមមើលពីក្រោយវងសัตว์ព្រាបបានហោះមកចុះចតនៅក្បែររណ្ដីមួយដែលជាកន្លែងរស់នៅរបស់សត្វកណ្តុរសត្វកណ្តុរនេះគឺជាមិត្តភក្តិដ៏ល្អរបស់មេវងសត្វព្រាប មេវងសัตว์ព្រាបបានហៅកណ្តុរឲ្យចេញមកជួយកណ្តុរដ៏ឆ្លាតវៃក៏បានប្រើថ្មិញដ៏ស្រួយរបស់វាចឹកកាត់ខ្សែសំណាញ់នោះតងមួយខ្សែរហូតដាច់អស់និងអាចរំដោះវងសัตว์ព្រាបទាំងអស់ឲ្យមានសេរីភាពឡើងវិញវងសัตว์ព្រាបក៏បានថ្លែងអំណរគុណដល់កណ្តុររួចក៏ហោះចាក់ចេញទៅដោយរីករាយសត្វក្អែកដែលបានលបមើលសកម្មភាពសង្គ្រោះនេះតាំងពីដើមមកបានឃើញពីភាពស្មោះត្រង់និងប្រាជ្ញាដ៏ឆ្លាតវៃរបស់កណ្តុរក៏កើតក្តីជ្រះថ្លានិងចង់រាប់អានកណ្តុរធ្វើជាមិត្តភក្តិខ្លាំងណាស់ក្អែកបានហោះចុះមកជិតរន្ធរបស់កណ្តុររួចហៅកណ្តុរឲ្យចេញមកនិយាយគ្នាដើម្បីសូមរាប់អានគ្នាជាមិត្តប៉ុន្តែកណ្តុរមានការប្រុងប្រយ័ត្នខ្ពស់វាមិនព្រមចេញមករកក្អែកឡើយដោយវាគិតថាក្អែកគឺជាសត្វស៊ីសាច់ហើយកណ្តុរគឺជាចំណីរបស់ក្អែក កណ្តុរបាននិយាយពីក្នុងរន្ធមកថាយើងមិនអាចធ្វើជាមិត្តនឹងគ្នាបានទេព្រោះឯងជាអ្នកស៊ីចំណែកយើងជាចំណីបើថ្ងៃណាមួយឯងឃ្លានឯងច្បាស់ជាស៊ីយើងមិនខានក្អែកព្យាយាមពន្យល់ទៅកណ្តុរវិញមួយដោយចិត្តត្រជាក់ថាពិតមែនហើយបើខ្ញុំស៊ីឯងក៏មិនបានធ្វើឲ្យខ្ញុំឆ្អែតបាយមួយជីវិតដែរតែបើខ្ញុំបានឯងធ្វើជាមិត្តខ្ញុំនឹងមានមិត្តដ៏ល្អនិងមានប្រាជ្ញាម្នាក់ ខ្ញុំសូមសន្យាថាខ្ញុំនឹងមិនធ្វើបាបឯងឡើយទោះបីជាឯងមិនព្រមចេញមកក៏ខ្ញុំសុខចិត្តទុំចាំនៅទីនេះរហូតដល់ឯងព្រមរាប់អានខ្ញុំដែរដោយសារតែបានស្ដាប់ពាក្យសមតីដ៏ពិតប្រាកដនិងឃើញពីការតាំងចិត្តដ៏ស្មោះសររបស់ក្អែកចុងក្រោយកណ្តុរក៏ទន់ចិត្តហើយព្រមចេញពីរន្ធមកជួបក្អែកសត្វទាំងពីរបានសន្យាធ្វើជាមិត្តល្អនឹងគ្នាស្លាប់រស់ជាមួយគ្នានិងតែងតែជួយគ្នាទៅវិញទៅមកចាប់តាំងពីពេលនោះមកបាទបង ចំពោះរឿងនិទានកណ្តុរនិងក្អែកនេះគឺជារឿងមួយដែលមានអត្ថន័យជ្រាលជ្រៅនិងផ្ដល់នូវការអប់រំចិត្តគំនិតបានល្អខ្លាំងណាស់តាមរយៈការពិនិត្យមើលសាច់រឿងទាំងមូលតាំងពីដើមរហូតដល់ចប់ខ្ញុំសូមបញ្ចេញមតិយោបល់និងទាញយកតម្លៃអប់រំសម្រាប់យកមកស្វែងយល់និងរៀនសូត្រក្នុងជីវិតជាក់ស្ដែងចំនួន3ចំណុចធំៗដូចខាងក្រោមនេះបាទ 1. តម្លៃនៃការរួមសាមគ្គីភាពនិងការប្រើប្រាជ្ញាដោះស្រាយបញ្ហា ការរៀនសូត្រនៅពេលដែលវងសัตว์ព្រាបបានធ្លាក់ចូលក្នុងគ្រោះថ្នាក់ជាប់សំណាញ់របស់ព្រានព្រៃពួកគេមិនបានស្លន់ស្លោឬដណ្ដើមគ្នារត់យកតែរួចខ្លួននោះទេប៉ុន្តែពួកគេបានស្ដាប់តាមការណែនាំរបស់មេដឹកនាំដោយរួមចិត្តរួមកម្លាំងគ្នាហោះឡើងលើក្នុងពេលតែមួយទើបអាចបង្កើតជាកម្លាំងដ៏ធំមួយរំដោះខ្លួនចេញពីកណ្ដាប់ដៃព្រានព្រៃបាន ការយកមកប្រើក្នុងជីវិតចំណុចនេះបង្រៀនយើងថានៅក្នុងគ្រួសារកន្លែងការងារឬសង្គមជាតិពេលជួបបញ្ហាធំៗបើយើងចេះរួបរวมសាមគ្គីគ្នានិងប្រើប្រាជ្ញាដោះស្រាយដោយចិត្តត្រជាក់នោះយើងនឹងអាចឆ្លងកាត់រាល់ឧបសគ្គទាំងឡាយបានដោយជោគជ័យ 2. កុំវាយតម្លៃមនុស្សតែទៅលើរូបរាងកាយខាងក្រៅឬឋានៈ ការរៀនសូត្រនៅក្នុងរឿងនេះសត្វកណ្តុរគឺជាសត្វដែលមានមាឌតូចល្អិតជាងគេបំផុតបើធៀបទៅនឹងក្អែកនិងព្រានព្រៃ ប៉ុន្តែកណ្តុរតូចមួយនេះរកជាមានប្រាជ្ញាឆ្លាតវៃនិងមានថ្មិញដ៏មុតស្រួចអាចជួយសង្គ្រោះជីវិតវងសត្វព្រាបទាំងមូលឲ្យមានសេរីភាពឡើងវិញបានយ៉ាងអស្ចារ្យដែលសូម្បីតែសត្វក្អែកដែលមានស្លាបហោះហើរខ្ពស់ក៏មិនអាចធ្វើបានដូចកណ្តុរដែរការយកមកប្រើក្នុងជីវិតចំណុចនេះដាស់តឿនយើងថាមិនត្រូវមើលងាយឬវាយតម្លៃអ្នកដទៃតែទៅលើរូបរាងខាងក្រៅភាពទន់ខ្សោយឬឋានៈសង្គមរបស់គេនោះឡើយ មនុស្សគ្រប់រូបសុទ្ធតែមានតម្លៃនិងមានសមត្ថភាពពិសេសរៀងៗខ្លួនដែលយើងមិនអាចស្មានដឹង 3. មិត្តភាពពិតប្រាកដកើតចេញពីភាពស្មោះត្រង់និងការលះបង់ ការរៀនសូត្រកាលពីដំបូងឡើយកណ្តុរមិនព្រមរាប់អានក្អែកទេព្រោះខ្លាចត្រូវក្អែកស៊ីជាចំណី
ប៉ុន្តែសត្វក្អែកបានបង្ហាញពីភាពស្មោះត្រង់ដោយការប្រើសម្ដីពិតប្រាកដនិងការលះបង់មកអង្គុយរង់ចាំរហូតធ្វើឲ្យកណ្តុរទន់ចិត្តព្រមបើកចិត្តទទួលយកធ្វើជាមិត្តភក្តិចាប់ពីពេលនោះមកសត្វទាំងពីរបានក្លាយជាមិត្តល្អនឹងគ្នាជួយគ្នាទៅវិញទៅមកដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនការយកមកប្រើក្នុងជីវិតចំណុចនេះបង្រៀនយើងថាការបង្កើតមិត្តភាពពិតប្រាកដមួយគឺត្រូវផ្ដើមចេញពីភាពស្មោះត្រង់ការគោរពគ្នានិងការផ្ដល់ទំនុកចិត្តឲ្យគ្នាទៅវិញទៅមកមិត្តល្អមិនមែនមើលលើសម្បកក្រៅឬផលប្រយោជន៍ឡើយប៉ុន្តែគឺមើលលើទឹកចិត្តដែលហ៊ានលះបង់និងនៅក្បែរគ្នាក្នុងគ្រាមានអាសន្នបាទបងនេះជាតម្លៃអប់រំដ៏ល្អៗទាំង3ចំណុចដែលមាននៅក្នុងរឿងនិទាននេះបាទតើបងមានយោបល់បន្ថែមឬចង់ឲ្យខ្ញុំពន្យល់ពង្រីកនៃត្រង់ចំណុចណាមួយទៀតទេបាទបង